ទម្លាប់មួយចំនួនដែលកំពុងតែបំផ្លាញសុខភាពខ្លួនឯងដោយមិនដឹងខ្លួនហើយបងប្អូនចង់ដឹងថាតើមនុស្សនាពេលបច្ចុប្បន្ននេះកំពុងតែបង្កើតទម្លាប់បំផ្លាញខ្លួនឯងនឹងមានអីខ្លះកុំរំលងឃ្លីបវីដេអូមួយនេះចូលស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាទម្លាប់ទី1គឺជាទម្លាប់មួយដែលបងប្អូនទាំងអស់គ្នាចូលចិត្តទទួលទាននៅភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមជាប្រចាំកាលណាដែលបងប្អូនញ៉ាំរបស់ផ្អែមជាពិសេសគឺពពុះគ្រឿងកំប៉ុងពពុះភេសជ្ជៈបើកម្លាំងជាច្រើនវាបង្កឲ្យបងប្អូនមានបញ្ហាសុខភាពធ្ងន់ធ្ងរមែនទែននៅថ្ងៃខាងមុខអាចនឹងបង្កឲ្យបងប្អូនមានបញ្ហាសម្ពាធឈាមមានបញ្ហាជំងឺទឹកនោមផ្អែមហើយជាពិសេសគឺបំផ្លាញតម្រងនោមខ្លួនឯងជារៀងរាល់ថ្ងៃទី2គឺជាទម្លាប់មួយដែលបងប្អូនមិនចូលចិត្តហាត់ប្រាណការដែលបងប្អូនមានទម្លាប់មួយអត់ចូលចិត្តហាត់ប្រាណគឺជាសកម្មភាពមួយដែលបំផ្លាញសរីរាង្គបងប្អូននឹងដូចគ្នាព្រោះសរីរាង្គរបស់មនុស្សយើងគ្រប់រូបគឺយើងត្រូវការធ្វើចលនាឲ្យបានច្រើនជាពិសេសគឺសកម្មភាពមិនថាដើរការរត់ឬក៏សកម្មភាពផ្សេងៗអីទេគឺបងប្អូនត្រូវមានដើម្បីឲ្យរាងកាយក៏ដូចជាចរន្តឈាមបងប្អូននឹងដើរស្រួលដូច្នេះហើយបើសិនជាបងប្អូនអត់មានទម្លាប់មួយនៅក្នុងការហាត់ប្រាណទេក៏ជាទម្លាប់មួយដែលអត់ឲ្យសុខភាពបងប្អូននឹងល្អប្រសើរដែរហើយទម្លាប់ទី3ដែលបំផ្លាញសុខភាពរាងកាយរបស់មនុស្សយើងដោយមិនដឹងខ្លួនមួយទៀតគឺបើព័ន្ធជាមួយនឹងការដែលបងប្អូននឹងមិនសូវស្វែងខ្វល់នៅក្នុងការញ៉ាំទឹកព្រោះតែកាលណាបងប្អូនពេលខ្លះគិតថាតើតែស្រីបានបងប្អូនញ៉ាំតើតែបងប្អូននឹកឃើញទឹកបានបងប្អូនញ៉ាំការដែលបងប្អូនញ៉ាំទឹកអត់បានគ្រប់ក៏ជាសកម្មភាពមួយដែលបំផ្លាញទៅលើរាងកាយនឹងខ្លាំងមែនតើជាពិសេសគឺតើតើជាមួយនឹងសុខភាពកាពះពោះវៀនហើយនឹងតម្រងនោមតែកាលណាបងប្អូនញ៉ាំទឹកអត់គ្រប់ងាយនឹងមានបញ្ហាខូចកាពះពោះវៀនជាពិសេសគឺបើព័ន្ធជាមួយនឹងសុខភាពតម្រងនោមហើយទម្លាប់ចុងក្រោយមួយទៀតដែលបំផ្លាញទៅលើសរីរាង្គក៏ដូចជាសុខភាពរបស់មនុស្សយើងដោយមិនដឹងខ្លួនគឺតើតើជាមួយនឹងការចូលគេងមានមនុស្សជាច្រើនមែនតើកំពុងតែញៀនជាមួយនឹង social media មិនថា TikTok មិនថា Facebook អស់ចុះអស់ឡើងដល់ពាក់កណ្ដាលត្រេតដល់ពាក់កណ្ដាលយប់ដែលជាហេតុដែលបង្កឲ្យបងប្អូននឹងមានបញ្ហាសុខភាពខ្លាំងមែនតើជាពិសេសគឺធ្វើឲ្យអាយុកោសិការបស់មនុស្សយើងឆាប់ចាស់វាធ្វើឲ្យប្រព័ន្ធរាងកាយបងប្អូននឹងទ្រុឌទ្រោមមែនតើដូច្នេះហើយបើសិនជាបងប្អូននៅមានទម្លាប់នឹងទៀតរាងកាយបងប្អូននឹងមានបញ្ហាប្រឈមទៅលើសុខភាពនៅថ្ងៃណាមួយសម្រាប់បងប្អូនអរគ្នាដែលកំពុងតែមើលឃ្លីបវីដេអូនេះដល់ចប់រាល់ថ្ងៃមានបង្កើតទម្លាប់ដែលបំផ្លាញទៅលើសុខភាពខ្លួនឯងនឹងអត់អាចខមមិននៅក្នុងវីដេអូនឹងម្នាក់មួយបានហើយកុំភ្លេចជួយចុច share ចែករំលែកវីដេអូនឹងម្នាក់មួយផង